បាទសូមជម្រាបសួរប្រិយមិត្តបាទខ្ញុំសូមចូលរួមចែករំលែកចំណេះដឹងមួយចំនួនពាក់ព័ន្ធទៅនឹងឃ្លារបស់លោកអង្គតូរីញ៉ូវីឡារ៉ៃហ្គូសាគាត់បានលើកឡើងថាគ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់ទេមិនថាឡើយជាអ្នកនយោបាយជាឧបជិតជាជនអក្រិតឬជាមេប៉ូលីសក៏ដោយយើងទាំងអស់គ្នាទទួលខុសត្រូវចំពោះទង្វើរបស់យើងក្នុងឃ្លានេះលោកចង់បង្ហាញថាភាពផូរផង់និងភាពទទីស្អាតរបស់មនុស្សបាទដែលកើតមកនោះត្រូវបានផ្លាស់ប្ដូរក្នុងទម្រង់បរិស្ថានជុំវិញមានគ្រួសារពេលវេលាភូមិសាស្ត្រវប្បធម៌ការអប់រំនិងបរិស្ថានសង្គមដូច្នេះកត្តាទាំងនេះក៏វាជះឥទ្ធិពលដល់ការអភិវឌ្ឍនៃអរិយាប័ត្រនិងការប្រព្រឹត្តរបស់មនុស្សយើងក្នុងលក្ខខណ្ឌដលែកយ៉ាងនេះក៏ដោយក្នុងក្របខ័ណ្ឌនៃប្រទេសមួយត្រូវមានលក្ខណៈពិសេសដែលចងភ្ជាប់ទៅដោយចំណងវប្បធម៌អរិយធម៌និងច្បាប់ទម្លាប់របស់ខ្លួនបាទគោលការណ៍យុត្តិធម៌នៃច្បាប់ត្រូវបានលើកកម្ពស់និងអនុវត្តជាទូទៅដោយគ្មានការរើសអើងអំពីឋានៈតួនាទីនិងមុខងាររបស់បុគ្គលជាពិសេសសមាជិកសង្គមទាំងឡាយក្នុងក្របខ័ណ្ឌច្បាប់របស់ប្រទេសគឺមានបំណងដើម្បីគ្រប់គ្រងសណ្ដាប់ធ្នាប់សង្គមនិងបម្រើផលប្រយោជន៍រួមរបស់សមាជិកសង្គមទាំងមូលច្បាប់នៃប្រទេសបានកំណត់អំពីសិទ្ធិករណីកិច្ចនិងកាតព្វកិច្ចរបស់រូបវន្តបុគ្គលឬជានីតិបុគ្គលជាស្រេចដូច្នេះបុគ្គលគ្រប់រូបដែលជាសមាជិកប្រទេសមួយត្រូវតែធ្វើសកម្មភាពដោយអនុលោមគោលការណ៍ច្បាប់ជាចម្បងគោលការណ៍បំពេញនៃវិធានច្បាប់របស់រូបវន្តបុគ្គលឬនីតិបុគ្គលត្រូវតែមានទោសតាមការប្រព្រឹត្តទោសជាក់ស្ដែងយ៉ាងណាមិញលោកអង្គតូរីយ៉ូវីឡារ៉ៃហ្គូសាគាត់បានលើកជាឃ្លាថាគ្មាននរណាម្នាក់ស្ថិតពីលើច្បាប់ទេមិនថាឡើយអ្នកនយោបាយជាឧបជិតឬជាអក្រិតជនឬជាប៉ូលីសក៏ដោយយើងទាំងអស់គ្នាត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់យើងផ្ទុយទៅវិញឆ្លងតាមការពិសោធន៍ក្នុងសង្គមភាពធូររលុងភាពចន្លោះប្រហោងនៃការអនុវត្តគោលការណ៍យុត្តិធម៌នៃច្បាប់គឺបង្កនូវហានិភ័យមិនចេះចប់ដល់សង្គមជាពិសេសទៅលើអ្នកទុនខ្សោយគេសង្កេតឃើញក្នុងសង្គមជនងាយរងគ្រោះភាគច្រើនតែងតែមានការប្រឈមនឹងទង្វើរបស់បុគ្គលឬក្រុមមនុស្សមួយចំនួនដែលបានឆ្លៀតយកឱកាសទាំងនោះហើយប្រើប្រាស់នូវសិទ្ធិអំណាចឋានៈទូនាទីនិងមុខងាររបស់ខ្លួនទៅបំពានដល់អ្នកដទៃក្នុងទម្រង់និងរូបភាពផ្សេងៗគ្នាក្នុងន័យនេះទោះបីបុគ្គលរូបនោះស្ថិតនៅក្នុងឋានៈមានទូនាទីមុខងារក្នុងក្របខ័ណ្ឌណាក៏ដោយក៏មិនអាចរំលោភបំពានលើគោលការណ៍និងវិធាននៃច្បាប់ប្រទេសជាដាច់ខាតបុគ្គលគ្រប់រូបជាសមាជិកសង្គមត្រូវតែគោរពនិងប្រតិបត្តិច្បាប់ជាធរមានប្រសិទ្ធភាពនៃការអនុវត្តគោលការណ៍យុត្តិធម៌នៃច្បាប់គឺជារឿងសំខាន់ក្នុងការកសាងជំនឿទុកចិត្តរបស់មហាជននិងជាមូលដ្ឋានគ្រឹះនៃការថែរក្សាសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យបានយូរអង្វែងទៅអនាគតបាទសូមអរគុណ